បាទគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទឥឡូវយើងចូលស្តុកថ្មីមួយគ្រឿងទៀតហើយបងប្អូនណាបាទចូលស្តុកថ្មីមួយគ្រឿងទៀតហើយរៀបចំរួចរាល់អស់ហើយបងប្អូនណាបាទ Toyota Scion បងប្អូនឆ្នាំ2004បាទ ABS ប្រភេទឡានស្អាតតែម្ដងបងប្អូនណាយើងទិញពីម្ចាស់ដើមទី1ផ្ទាល់ឡាននេះគឺយើងប្រើតែម្ចាស់ហ៎បាទហើយជំរឿបន្ទាក់ឡានភិនភាគឡានទាំងមួយជុំជាមួយខ្ញុំទាំងអស់គ្នាបងប្អូនណាបាទឥឡូវមកមើលបាទឡានស្អាតបងប្អូនបាទបើនិយាយពីរឿងសបកកង់បងប្អូនមិននិយាយទេនេះបាទបងប្អូនសបកកង់ថ្មីទាំង4គ្រាប់បាទថ្មីទាំង4គ្រាប់បាទគ្រឿងក្រំហាប់ជិះស្រួលណាស់បងប្អូនអើយហើយប្រភេទ Scion បងប្អូនណាតូចច្រឡឹងរៀងស្អាតស៊ីសាំងតិចប្រើនៅក្នុងក្រុងលក្ខណៈគ្រួសារគឺស្រួលមែនតែនបងប្អូនណាបាទផ្លាកលេខ 2B សៀមរាប9545បាទម្ចាស់ឡាននេះគឺប្រើតែមកម្ចាស់ទេបាទបងប្អូនបើបងប្អូនទិញទៅមានចំណាប់អារម្មណ៍ទិញទៅគឺជាម្ចាស់ទី2បាទហើយឥឡូវមកមើលសបកបាទកំថាំងចេះថាសបកទៅ4គ្រាប់បាទហើយក្នុងបងប្អូនណាបាទនៅក្នុងការតុបតែងក្នុងក៏អត់ទោះដែរបងប្អូនណាតាមជាងដៃទ្វីអីគឺស្អាតបងប្អូនណានេះស្អាតបាទអត់មានប្រើទូអីទេបាទតោះនេះបងប្អូនណាបាទអត់ទោះហើយបងប្អូនណាក្នុងមានកាមេរ៉ាក្រោយបាទមកឆ្ងាញ់គ្រឿងក្រោមធានាជូនម៉ាស៊ីនប្រអប់លេខរត់ស្រួលគ្រឿងក្រោមហាប់បាទលេខជាងគុជរួចរាល់បាទគឺចំណេញមែនតើបងប្អូនណាយកទៅគឺប្រើអត់បាច់រៀបចំអីទេហើយប្រភេទ Scion បងប្អូនតែងសួរខ្ញុំច្រើនដែរថាឡាននឹងស៊ីសាំងតិចអត់លើគេថាខូចប្របាក់រកគ្រឿងបងប្អូនកុំជឿប្រភេទ Toyota បងប្អូនហ្នឹងឲ្យស្រុកយើងគឺគ្រឿងច្រើនណាស់បងប្អូនបាទអត់ខ្វះគ្រឿងទេបងប្អូនហើយប្រភេទពួក Scion គឺប្រភេទឡានសំចៃហើយក៏មិនមែនជាឡានដែលធ្វើទុកអីរោរឿងអីច្រើនបងប្អូនណាបាទគឺឡានសំចៃមែនតើស៊ីសាំងតិច100គីឡូស៊ីប្រហែលជា5ទៅ6លីត្រទេបាទហើយប្រើស្រួលបាទបងប្អូនមើលរៀងមើលតូចច្រឡឹងស្អាតប្រើលក្ខណៈគ្រួសារបងប្អូនណាគឺអែមហើយអែមណាស់បាទហើយមើលម៉ាស៊ីនបងប្អូនណាឡានពងឆេះម៉ាស៊ីនស្ងាត់ជ្រាបបាទម៉ាស៊ីនត្រជាក់អីត្រជាក់ល្ងាបងប្អូនណាបាទហើយមិនញ៉ាត MC បងប្អូនបាទហើយពុនផ្លូវមួយខែតែមួយឆ្នាំតែ80000ទេបងប្អូនណាពុនផ្លូវមួយឆ្នាំតែ80000ទេអញ្ចឹងការចំណាយតិចតួចមែនតើទៅលើឡានមួយគ្រឿងនេះដែលបងប្អូនចង់ប្រើលក្ខណៈគ្រួសារបាទតោះបងប្អូនខ្ញុំមានតែប៉ុណ្្នឹងបាទមានតែប៉ុណ្្នឹងទេបងប្អូនដែលចង់ដឹងព័ត៌មានបន្ថែមអាចសាកសួរព័ត៌មានបានអស់មួយទៀតបងប្អូនភ្លេចបងប្អូនមើលប្លុកម៉ាស៊ីនមកភ្លេចសំទោសបាទឥឡូវមកមើលប្លុកម៉ាស៊ីនឥឡូវមកមើលក្នុងសិនមើលបាទមើលក្នុងម៉ាស៊ីនជាអីអូជាស្រួលបងប្អូនអើយបាទជាអែមបាទឥឡូវយើងមកមើលប្លុកម៉ាស៊ីនបន្តិចបាទមើលប្លុកម៉ាស៊ីនបន្តិចណាបងប្អូនមើលប្លុកម៉ាស៊ីនអត់តោះហើយបងប្អូនអើយបាទនេះឡានពងប្រឆេះបាទឲ្យបងប្អូនមើលតែម្ដងបាទប្លុកម៉ាស៊ីននេះគឺស្អាតរៀបចំរួចរាល់មកអែមហើយបងប្អូនបាទតោះបងប្អូនមានចំណាំតាក់ទងមកតាមលេខទូរស័ព្ទដែលលើខាងលើបាទចង់ដឹងព័ត៌មានចង់ដឹងតម្លៃបាទហើយតម្លៃក៏ល្អទៀតគឺតម្លៃពិសេសឲ្យបងប្អូនហើយចង់បាយដូរទិញលុយសុទ្ធបាយដូរបងលោះក៏បានដែរហើយបងប្អូនដែលតាក់ទងដែលមានចម្ងល់ចង់ដឹងព័ត៌មានតាក់ទងបងលោះអាចឆាតសួរព័ត៌មានខ្ញុំបានបាទអូខេបាទអរគុណខ្ញុំមានតែប៉ុណ្្នឹងបាទហើយបញ្ជាក់ជូនម្ដងទៀតបងប្អូនណាទីតាំងនៅខាងខេត្តសៀមរាបបាទសៀមរាបអង្គរយើងហ្នឹងបាទនៅបណ្ដោយផ្លូវ60ម៉ែត្របាទអរគុណច្រើន